Rương sang khẹp Nơ khănផ្ទះចាស់ប្រក់ក្បឿងមួយខ្នងតែជឿមិនដែលជាឪពុកចៅចិត្តនៅស្រុកស្វាយប៉ោខេត្តបាត់ដំបងជីបត្រកូលសេរីពងកំពុងតែដេកស្ទោកស្ទឹងនៅលើគ្រែទូបីលោកគ្រូពេទ្យស្អាតខំប្រឹងព្យាបាលយ៉ាងណាក៏ពុំអាចជាសះស្បើយឡើយមុននឹងស្លាប់ទៅគាត់បានប្តីផ្ដាំចៅចិត្តនៅគាថាមួយបទថាអត្តាហិអត្តនោអ្នកធោក្រោយពីឪពុកស្លាប់ទៅលោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចៅចិត្តទៅធ្វើជាកម្មករនៅប៉ៃលិននៅផ្ទះលោកលួងរតនសម្បត្តិដែលជាឪពុកម៉ារបស់លោកបានសម្បូតពីគ្រូពេទ្យស្អាតហើយចៅចិត្តក៏ធ្វើដំណើរទៅប៉ៃលិនហើយក៏បានលោកលួងរតនសម្បត្តិទទួលឲ្យនៅជាមួយធ្វើជាកម្មករដំបូងតាំងពីនោះមកចៅចិត្តខិតខំធ្វើការជាកម្មករជីកដំបូងឥតមានខ្ជិលច្អូឬទម្រុនឡើយជាហេតុបណ្ដាលឲ្យលោកលួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំងចំណែកពួកកម្មករដទៃទៀតក៏មានការពេញចិត្តស្រឡាញ់រាប់អានចៅចិត្តគ្រប់គ្នាយប់មួយចៅចិត្តត្រៀងបទយុវាភិរមនៅក្លឹងខ្ទុំរបស់ខ្លួនសំឡេងចម្រៀងធ្វើឲ្យខុននារីតែបានចុះមកកំសាន្តក្នុងសួនឬទ្រាំពីរួមមិនបានក៏បណ្ដាលឲ្យចូលទៅក្នុងលំនៅតូចរបស់ចៅចិត្តខុននារីនិងចៅចិត្តសន្ទនាគ្នាជាពាក្យផ្ទាស់ផ្តំផ្សេងហើយគេក៏ចេញទៅទីវាលសួនសប្បាយសំណេះសំណាលរាក់ទាក់ទៅតាមមនោគតិរបស់គេរៀងខ្លួនលុះស្លែកឡើងពេលព្រឹកវេលាដែលចៅចិត្តទៅជីកដំបងគេមានភ័ព្វបានជួយរវាយឡានម្ចាស់របស់គេដែលបំរុងទៅស្រុកសង្កែទទួលលោកបាឡាតស្រុកតាស៊ុនអ្នកបើករថយន្តកាលបើឃើញចៅចិត្តជេបើកឡានគាត់ក៏សុំច្បាប់មួយពេលព្រោះជាប់ធុរៈលោករតនសម្បត្តិក៏ព្រមឲ្យចៅចិត្តជំនួសតាស៊ុននៅក្នុងកៅស្នាក់ជូនដំណើរចៅហៅទៅដល់ស្រុកសង្កែចៅចិត្តបានកាន់កន្ត្រកដល់តាមក្រោយខុននារីទៅផ្សារទិញអីវ៉ាន់សពគ្រប់អស់ហើយខុននារីនិងចៅចិត្តក៏ត្រឡប់មកទទួលរតនសម្បត្តិនិងលោកបាឡាតស្រុកវិលទៅប៉ៃលិនវិញតែអកុសលមកដល់ពាក់កណ្ដាលផ្លូវឡានក៏ខូចបណ្ដាលឲ្យមានការតសម្ដីខ្លារវាងចៅចិត្តនិងលោកបាឡាតព្រោះម្ញាក់សុទ្ធតែប្រច័ណ្ឌទៅលើសម្រស់នាងខុននារីនៅក្នុងការស្នាក់នៅកណ្ដាលព្រៃចៅចិត្តនិងចៅហាយក្រុមមុំនេះនិយាយផ្ទាស់ផ្ទងគ្នារហូតជល់ចិត្តយល់ថ្លើមគ្នាខ្លះរំពេកនោះស្រាប់តែមានចៅមើលក្រុមចេញមកប្លន់ផ្ទះលោកលួងរតនៈក្រុមកម្មករតស៊ូនៅខាងក្រោមឯចៅចិត្តឡើងទៅលើផ្ទះប្រដាស់មេចៅគឺថៅកែផាន់ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចៅនេះបានចំណែកលោកបាឡាតស្រុកកំពុងប្រវាយចាប់យកនាងខុននារីក៏ត្រូវចៅចិត្តសម្លាប់បានទៀតផងគុណសម្បត្តិដ៏ច្រើនរបស់ចៅចិត្តធ្វើឲ្យយកលួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំងម្យ៉ាងដោយលោកមើលឃើញពីទឹកចិត្តស្មោះស្ម័គ្ររបស់ចៅចិត្តទៅលើខុននារីលោកលួងរតនៈក៏រៀបចំសំភគុំចៅចិត្តនិងខុននារីជាស្វាមីភរិយាព្រមទាំងចែករំលែកទ្រព្យសម្បត្តិឲ្យអ្នកទាំងពីររស់នៅយ៉ាងសុខសាន្តគូជីវិតថ្មីនេះសប្បាយចិត្តរីករាយក្រៃលែងហើយគេរស់នៅជាមួយគ្នាដោយសុខសែនសាន្តកៅជីកូនពូនជាចៅតរៀតទៅប្រភពរឿងនៅក្នុងប្រទេសកម្ពុជារឿងកុលាបប៉ៃលិនមានប្រភពកំណើតនៅលើដែនដីនៃទីក្រុងប៉ៃលិននាខេត្តបាត់ដំបងដែលស្ថិតនៅក្នុងប្រទេសកម្ពុជារឿងកុលាបប៉ៃលិនចាប់បដិសន្ធិឡើងនៅក្នុងសម័យអាណានិគមបារាំងប្រភេទរឿងអក្សរសិល្ប៍ទំនើបបែបប្រលោមលោកមនោសញ្ចេតនាចលនាខមរនិយមអ្នកនិពន្ធញុកថែមកាលបរិច្ឆេទ1936ឬ1943ប្រធានរឿងកុលាបប៉ៃលិនអ្នកនិពន្ធនិយាយពីដំណើរជីវិតរបស់ចៅចិត្តដែលពុះពៀគ្រប់ឧបសគ្គដើម្បីសម្រេចគោលដៅជីវិតជាពិសេសអ្នកនិពន្ធបង្ហាញពីការជឿជាក់និងការមានទំនុកចិត្តលើខ្លួនឯងអត្តាហិអត្តនោនាថាមូលបញ្ហារឿងបញ្ហាទី1ជុំវិញបញ្ហានៃជីវិតជាកូនកំប្រារបស់ចៅចិត្តបញ្ហាទី2ជីវិតជាកម្មករត្បូងនៅផ្ទះលោកលួងរតនសម្បត្តិបញ្ហាទី3
ទំនាក់ទំនងស្នេហារវាងចៅចិត្តនិងនាងខុននារី បញ្ហាទី4ជោគជ័យរបស់ចៅចិត្តលើការឈ្នួននេះរបស់លោកបាឡាត់ចំពោះគ្រួសារលោកលួងរតនសម្បត្តិបញ្ហាទី5ភាពជោគជ័យរបស់ចៅចិត្ត